បាទសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះយើងនឹងរៀនអំពីរបៀបបង្កើតជំពូកឬក៏គេហៅថាបង្កើត link នៃមាតិការបស់យើងមានន័យថានៅពេលដែលយើងចូលទៅក្នុង Microsoft Word របស់យើងដែលជាសៀវភៅមានទំព័រច្រើនហើយមានជំពូកច្រើនយើងពិបាកក្នុងការ scroll រកបែបនេះមែនទេប៉ុន្តែវាមានវិធីមួយក្នុងការដែលយើងធ្វើបង្កើតជំពូកឬក៏ heading ចឹងដូចឧទាហរណ៍ដូចជានៅកន្លែងនេះចឹងគឺនៅខាងឆ្វេងដៃចឹងពេលដែលបងប្អូនឃើញជំពូក1ជំពូក2ពេលដែលយើងចុចជំពូក1វានឹងនាំយើងទៅកាន់ជំពូក1បែបនេះជំពូក2ឬក៏យើងអាចចូលទៅក្នុងចំណុចតូចៗនៅក្នុងជំពូកនីមួយៗគឺយើងអាចចូលបានបែបនេះអូខេចឹងរបៀបធ្វើបែបនេះបានគឺគេហៅថាបង្កើត heading ឬក៏យើង link ហើយមួយទៀតគឺនៅពេលដែលយើងមើលទៅក្នុងមាតិកាគឺនៅពេលដែលខ្ញុំចុចនៅលើខ្ញុំជា control ឲ្យជាប់ហើយខ្ញុំយក mouse របស់ខ្ញុំទៅដាក់នៅលើជំពូក1ជំពូក3ឧទាហរណ៍ជំពូក3វានឹងនាំទៅកាន់ជំពូក3ដែរអញ្ចឹងងាយស្រួលក្នុងការដែលយើងស្វែងរកជំពូកឬក៏ស្វែងរកមាតិកាណាមួយស្វែងរកខ្លឹមសារណាមួយស្វែងរកចំណុចតូចៗណាមួយនៅក្នុងសៀវភៅរបស់យើងអញ្ចឹងដើម្បីបង្កើតវាខ្ញុំនឹងបង្កើតតាមគំរូបែបនេះបងប្អូនអាចចូលទៅក្នុងក្រោមគេខ្ញុំនឹងចាប់ផ្ដើមពីជំពូក7ឥឡូវខ្ញុំចាប់ជំពូក6ហើយអញ្ចឹងនៅក្នុងជំពូក7បាទនេះគឺជាជំពូក7អញ្ចឹងវិធីយើងអាចចូលទៅក្នុង heading បាទបង្កើត heading បែបនេះបាទវានឹងឃើញ heading ហើយសុំទោសអូខេខ្ញុំទៅសេជំពូក7សិនជំពូក7មែនទេជំពូកអូខេជំពូកទី7ជំពូកទី7បាទហើយបន្ទាប់មកគឺយើងអាច select ទាំងអស់នឹងមកជំពូកទី7ហ្នឹងហើយយើងចុចលើពាក្យ heading ហ្នឹង heading គឺមានច្រើនពេលហ្នឹងគឺមាន heading មាន heading 1 heading 2 3 4 5អីចឹងទៅឬក៏ title អីចឹងទៅអាស្រ័យទៅលើបងប្អូនចង់បង្កើតវាអូខេចេញពី heading នេះមួយអញ្ចឹងបងប្អូននឹងឃើញ heading នេះមួយគឺមាននៅលើនេះវានឹងលុតនៅលើនេះអូខេដល់ខ្ញុំ select 2ចូលវាមាន2អញ្ចឹងខ្ញុំដោះវិញមកខ្ញុំ select តែមួយបានហើយ heading ជំពូក1ហ្នឹងអូខេអញ្ចឹងបន្ទាប់មកគឺយើងមានចំណុចតូចៗនៅក្នុងនោះដូចជាដំណើរការឬក៏ដូចជាចំណុចណាមួយតូចៗអញ្ចឹងខ្ញុំធ្វើយ៉ាងម៉េចឧទាហរណ៍ខ្ញុំចុចចង់កន្លែងនេះខ្ញុំចង់ឲ្យ text មួយ clear ហ្នឹងវាคล้ายទៅជាចំណុចតូចនៅក្នុងជំពូក7អញ្ចឹងយើងអាចធ្វើមួយទៀតគឺ heading 2បាទអញ្ចឹងវានឹងនៅក្នុង heading 1ហើយយើងអាចដូរ font អ្វីដែលបងប្អូនចង់បានមកខ្ញុំដាក់ font បាត់ដបងនឹងមកហើយខ្ញុំដាក់វាតូចតិចមក9បានហើយអូខេទៅមកគឺនៅក្នុងនេះអូខេក្នុងជំពូកទី7ហ្នឹងគឺខ្ញុំដាក់ទៅជាមូលបាទហើយខ្ញុំចង់បាន size របស់វាគឺ20ហើយខ្ញុំដាក់បែបនេះអូខេអញ្ចឹងយើងអាចធ្វើអញ្ចឹងបានតែហើយបើសិនជាបងប្អូនបង្កើតបានបែបហ្នឹងហើយបងប្អូនគ្រាន់តែ copy style របស់វាក៏បានដែរយើងអាចយើងអត់ត្រូវការទៅធ្វើច្រើនដងទេអញ្ចឹងរបៀប copy style បើសិនជាបងប្អូនមានជំពូក7នឹងជា heading បែបហ្នឹងហើយយើងគ្រាន់តែ select បែបហ្នឹងមកយើងអាចយក mouse របស់យើងមកដាក់នៅខាងឆ្វេងដៃដែលមានសញ្ញាព្រួយបែបនេះហើយយើង click មកពឹកមកហើយយើង select បែបហ្នឹងអស់ហើយតទៅមកគឺបងប្អូនអាចចុចនៅលើ style ឬក៏មាន shortcut របស់វា shortcut ដោយ computer ខ្លះគឺខុសគ្នាសម្រាប់ computer របស់ខ្ញុំគឺ alt control អក្សរ C តែខ្ញុំជួថយចុចលើនឹងសិនមកហើយយើងទៅឧទាហរណ៍យើងចង់បានមួយទៀតឧទាហរណ៍យើងចង់បាននិយមន័យហ្នឹងជាបែបនេះយើងគាត់តែយកមករបស់យើងមកលើនេះមកវានឹងកើតទៅជាចំពុកបែបនេះដែរហើយវិធីទី2គឺដូចខ្ញុំប្រាប់អញ្ចឹងគឺយើងមាន shortcut របស់វាអញ្ចឹងយើងគាត់តែចុចលើនឹងមកខ្ញុំចុច alt control អក្សរ C ហើយខ្ញុំចុចទៅក្រោមដើម្បីចង់ដាក់ជំពូកណាមួយដែលខ្ញុំចង់បានដូចជាជំពូកនឹងដែរឧទាហរណ៍ថានៅក្នុងជំពូក5ជំពូក7ហ្នឹងមានកន្លែងមួយនិយមន័យហ្នឹងខ្ញុំចង់ដាក់ដូចជាជំពូកដែរចុចលើនឹងមកចុច alt control អក្សរ V បាទអញ្ចឹងវានឹងក្លាយជាជំពូកដែរដូចគេដែរអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនអាចធ្វើតាមរបៀបហ្នឹងមកហើយសង្ឃឹមថាងាយស្រួលសម្រាប់បងប្អូនដែរអរគុណច្រើនជម្រាបលាសូមព្រះប្រទានពរ